ខ្ញុំបានជួបនារីម្នាក់នៅកន្លែងធ្វើការរបស់ខ្ញុំនាងឈ្មោះអារីនាងបានមកពីខេត្តដើម្បីរៀនវគ្គកែសម្ផស្សហើយយប់មួយនាងមានវិបត្តិស្នេហាត្រូវគូរដណ្ដឹងផ្ដាច់ពាក្យតែសំណាងនាងបានជួបខ្ញុំហើយខ្ញុំក៏លួងលោមនិយាយនាងសប្បាយចិត្តឡើងវិញហើយបន្តមកទៀតពួកយើងក៏ជជែកគ្នាពុះម៉ោងដល់យប់ជ្រៅពេកហើយអារីអាចចូលបន្ទប់ជួលវិញបានហើយខ្ញុំក៏សម្រេចចិត្តទៅគេងទស្សនៈជាមួយអារីដើម្បីបានជាគ្នាហើយបន្តមកទៀតពួកយើងក៏បានជ្រុលជ្រោះធ្វើខុសប្រពៃណីទៅគេប្តឹងឲ្យដាក់គុកមែនអត់ទេបងទោះបីជាពេលហ្នឹងអារីមានចិត្តស្បឹងនៅក្នុងខ្លួនមែនក៏ដោយតែពេលភ្ញាក់ឡើងព្រឹកឡើងនេះអារីមានស្មារតីល្អណាស់ហើយពួកយើងពីរនាក់ក៏ពេញចិត្តនៅអ្វីពួកយើងបានធ្វើហើយយើងក៏ព្រមព្រៀងគ្នាបន្តឆ្លាញ់គ្នាតទៀតដោយស្ម័គ្រចិត្តមកចុះបានឡើងអីហើយមូលហេតុបែរចង់ងាប់ឆ្លងអីអត់ទេថ្ងៃហ្នឹងអារីមករកខ្ញុំនៅក្នុងបន្ទប់យើងហ្នឹងកូនទៅទាំងអូននៅស្រុកគេខំមកសុំត្រូវគ្នាវិញគេចង់ឲ្យអូនត្រឡប់ទៅស្រុកដើម្បីរៀបការអូនម៉ែស្លាញ់អូនខ្លាំងអត់ម៉ែឈឺចាំខ្លាំងអត់បើសុំជីវិតបងអូនទៅបាទស្រឡាញ់ណាហើយក៏ឈឺចាប់ខ្លាំងណាស់ដែរចឹងយើងពង្រត់គ្នាទៅបងអត់ទេអូនបងមិនអាចបំផ្លាញអនាគតហើយនឹងសុភមង្គលអូនដោយសារតែក្តីស្រឡាញ់របស់បងមកនេះបើអូនជ្រើសយកបងនឹងត្រូវគេចោទថាជាស្រីខ្មាស់ជាស្រីសាវ៉ាដែលហ៊ានរត់តាមប្រុសបងសុំអូនទុកបងត្រឹមតែជាវីរបុរសស្នេហាត្រឹមក្នុងបេះដូងមកបានទេណាអូនរៀបការជាមួយគេចុះដើម្បីឲ្យគេទៅយល់របស់គ្រួសារអូនម៉ែវីរបុរសស្នេហាអញចង់សួរឲ្យទីមើលថាឯងចង់បានអីគេឲ្យច្បាស់លាស់លើនេះ